Train ơi, trainកំពុងចាមធម្មជាតិ 100% តោះរឿងគឺវាបែបនេះកាលពីដើមខែឧសភានេះហ៎មានបង influencer ល្បីម្នាក់គាត់បានទម្លាយសារជាសម្លេងរបស់អាជីវករលោក Train ម្នាក់បងប្អូនខ្ញុំថាតតែយប់បានខ្ញុំចេញវីដេអូទម្លាយសារសម្លេងរបស់អាជីវករម្នាក់ដែលលួចនាំចូលទុរេនពីស្រុកសៀមយកមកលក់ឲ្យបងប្អូនខ្មែរយើងហូបណាហើយឥឡូវនេះមុននឹងខ្ញុំបកស្រាយបងប្អូនស្ដាប់ខ្សែសម្លេងដែលអាជីវកររូបនេះបានសារភាពត្រង់តែម្ដងថាទុរេនខ្លួនគឺយកមកតាមរយៈបាទប្រទេសចៅយ៉ាងលំបាកដែលមានជួលឲ្យគេសែងឲ្យគេអីផងដែរណាស្ដាប់ចៅអើយចោតបានហ្នឹងចាឯងមើលខ្ញុំយកមកថ្លៃគេចៅវាធ្ងន់នឹងថ្លៃលីគឺថ្លៃនឹងថ្លៃផ្លូវយើងយកចេញមកហេសិតធ្ងន់នឹងថ្លៃលីទេណាហើយត្រេនថៃភាគច្រើនអត់មានតង2តង់ទេវាមានតងដែរតែវាអត់បាន2តង់ឲ្យត្រេនខ្មែរណានៅពេលដែលវីដេអូគាត់ចេញមកគឺប្រជាពលរដ្ឋខ្មែរយើងនាំគ្នាផ្ទុះខឹងសម្បាហើយនឹងជជែកវែងញែកជាខ្លាំងពីបញ្ហានេះរឿងនេះក៏ធំឡើងហើយក៏បានល្បីទៅដល់មន្ត្រីសមត្ថកិច្ចនៅថ្ងៃបន្ទាប់អាឡែនដែលជាអ្នកនាំចូលត្រេននោះក៏បានចូលមកសារភាពហើយមន្ត្រីក៏បានចុះទៅស៊ើបសួរហើយនឹងពិនិត្យផ្សារដែលអាឡែននោះយកទៅចែកចាយតែនៅពេលដែលគេចុះទៅស៊ើបសួរហ្នឹងអ្នកនៅក្នុងផ្សារបាននិយាយថាអីអត់ដែលស្គាល់អាឡែនទេហើយក៏អត់ដែលទទួលយកអីវ៉ាន់អាឡែនយកមកលក់ដែរអូខេរឿងអ្នកនៅក្នុងផ្សារស្កប់ប៉ុណ្នេះសិនប៉ុន្តែរឿងអាឡែនអត់តន់ចាប់ធំនេះទេការសារភាពរបស់អាឡែនហ្នឹងបានបញ្ជាក់ផងដែរថាគាត់បានតំណែងរស់ស៊ីជាមួយនឹងជនជាតិថៃហើយបានទិញផ្លែត្រេនហ្នឹងចំនួន3លើកដែលមានចំនួនប្រមាណជា 2000 គីឡូដែលសារតែមានការបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំងអស់ហ្នឹងបានដាក់រថយន្តផ្ញើទៅកាន់អ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលដែលដឹងរឿងហ្នឹងហើយគេក៏ស៊ើបសួរបន្តថាអ្នកគេជាអ្នកបញ្ជាទិញសមត្ថកិច្ចក៏បានសួរជីកឬជីកគល់រឿងរ៉ាវតាំងពីដើមមកតើអ្នកគេជាអ្នកហៃហួររឿងនេះហើយហេតុអ្វីបានជាជនអាកំបាំងយករឿងនោះទៅឲ្យបង influencer ផ្សព្វផ្សាយស៊ើបចុះស៊ើបឡើងអ្នកដែលធ្វើឲ្យសារជាសម្លេងរបស់អាឡែននឹងបែកធ្លាយហ្នឹងគឺមានឈ្មោះថាយ៉ាដាដែលជាអ្នកលក់ត្រេនមួយដែលអះអាងថាត្រេនហ្នឹងគឺជាត្រេនធម្មជាតិនៅខេត្តកំពង់ចាមគាត់ផ្សាយលក់នៅក្រោមដើមត្រេនទៀតហើយនាងគឺជាមនុស្សតែម្នាក់ដែលអាឡែនបានសារភាពថាដឹកត្រេនយកទៅឲ្យនាងបានបញ្ជាទិញត្រេនពីអាឡែនយកទៅលក់បន្តប៉ុន្តែយ៉ាដាហើយនឹងអាឡែនហ្នឹងបានឆ្លោះគ្នាបន្ទាប់ពីយ៉ាដាហ្នឹងបានជពាក់លុយអាឡែនចំនួន4លាននាងបានខឹងសម្បាហើយក៏យកសារជាសម្លេងរបស់អាឡែនដែលបាននិយាយជាមួយនឹងនាងហ្នឹងទៅប្រាប់បង influencer ល្បីហ្នឹងឲ្យគាត់ផ្សព្វផ្សាយនេះហើយកម្មពៀណាលួចចាក់គេក្រោយខ្នងហើយតើឥឡូវកម្មធ្លាក់មកលើខ្លួនឯងវិញពេលនេះហើយយ៉ាដាកំពុងតែត្រូវបានកោះហៅចូលខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពីបទផ្សំគំនិតគ្នាលួចនាំចូលទំនិញកិច្ចពន្ធតាមច្រកតំបន់អូរំដួលហៅថាកាប៊ីនរឿងរ៉ាវត្រេនរបស់យើងចាប់ធំហ្នឹងកុំភ្លេចជួយ Subscribe ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាយបាយ